បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានជួបគ្នាសាជាថ្មីទៀតហើយបាទថ្ងៃនេះខ្ញុំនឹងចែកគន្លឹះមួយពីរបៀបទាញយក account Facebook ចាស់ប៉ុន្តែកាលពីคลิปវីដេអូមុនយើងបានធ្វើការទាញយក account Facebook ចាស់ដែរប៉ុន្តែយើងធ្វើការ copy link ដូចថាបងប្អូនបង្កើតនៅ account ថ្មីហ្នឹងទៅចឹងបងប្អូនចូលតាមរយៈនៅ account ហ្នឹងមកបាទអញ្ចឹងកាលពីមុនយើងចូលបែបនេះបាទអញ្ចឹងបងប្អូនចូលមកកាន់ Facebook ចឹងមកបាទតោះទៀតបងប្អូនកន្លែងមកមើលផ្នែកខាងលើគឺវាមានសញ្ញា search អញ្ចឹងបងប្អូនធ្វើការចុចកន្លែងសញ្ញា search នៅផ្នែកខាងលើមកបាទចុចមើលសញ្ញា search នៅផ្នែកខាងលើបន្ទាប់ទៀតបងប្អូនវាយឈ្មោះ account ចាស់របស់បងប្អូនមកបាទឧទាហរណ៍ថាយើងវាយនៅ account ចាស់ចឹងមកបន្ទាប់ទៀតបងប្អូនចុច3នេះបាទចុចហើយបងប្អូនចុចពាក្យថា copy link ប៉ុន្តែនៅក្នុងคลิปវីដេអូមួយនេះខ្ញុំអត់ចង់បង្ហាញពីចំណុចពីរបៀបទាញយកតាមរយៈ copy link នោះទេបាទអញ្ចឹងយើងមានវិធីសាស្ត្រមួយទៀតដើម្បីធ្វើការទាញយកនៅ account Facebook ចាស់អាចយកមកប្រើប្រាស់បានដូចគ្នាបាទឥឡូវខ្ញុំចុចមកលើសញ្ញាព្រួយនេះសិនបាទចុចមកលើសញ្ញាព្រួយហ្នឹងមកបាទខ្ញុំថយវិញអស់អញ្ចឹងខ្ញុំនឹងធ្វើការចាក់ចេញពីកម្មវិធី Facebook សិនមកបាទបន្តមកទៀតបងប្អូនចូលមកក្នុង account Facebook ថ្មីឧទាហរណ៍បាទអញ្ចឹងខ្ញុំចូលមកក្នុង account Facebook មួយនេះអញ្ចឹងខ្ញុំឧទាហរណ៍ថា account Facebook មួយហ្នឹងគឺវាជា account ថ្មីបាទអញ្ចឹងខ្ញុំចូលមកបន្ទាប់ទៀតបងប្អូនកន្លែងមកមើលផ្នែកខាងលើគឺវាមានរូប profile ហើយនិងសញ្ញាត្រី3ហ្នឹងអញ្ចឹងបងប្អូនចុចចូលមកបន្ទាប់ទៀតបងប្អូនscroll ហើយបងប្អូនត្រូវ log out បាទ log out account ថ្មីរបស់យើងទាំងសិនមកបាទអញ្ចឹងយើងចុច log out ម្ដងទៀតមកបាទឥឡូវបន្ទាប់ពីយើងបាន log out រួចរាល់អញ្ចឹងហើយបាទឥឡូវខ្ញុំបើកអាពន្លឺឲ្យវាភ្លឺវិញដោយសារខ្ញុំដាក់ពន្លឺងឹតណាបងប្អូនបាទអញ្ចឹងខ្ញុំបើកឲ្យវាភ្លឺវិញវាស្រួលមើលបាទអញ្ចឹងបើកឲ្យភ្លឺចុះមកបាទឥឡូវយើងបាន log out ចេញរួចរាល់ហើយបងប្អូនបាទចេញរួចរាល់ហើយអញ្ចឹងបន្តមកទៀតយើងនឹងចូលមកកាន់ Facebook បាទយើងចូលមកកាន់ Facebook មកចូលមកកាន់ Facebook បាទបងប្អូនរងចាំតិចសិនចូលម្ដងទៀតបាទខ្ញុំអូសវិញអញ្ចឹងខ្ញុំធ្វើការ clear វាចោលតិចសិនអញ្ចឹងខ្ញុំចូលមកម្ដងទៀតបងប្អូនបាទឥឡូវយើងចូលមកដល់ក្នុងកម្មវិធី Facebook ហ្នឹងហើយបាទអញ្ចឹងវាមាន account 2 3ដែរនៅលើហ្នឹងប៉ុន្តែ account ហ្នឹងយើងអត់ធ្វើការទាញយកមកប្រើប្រាស់ហើយយើងចង់ធ្វើការទាញយកនៅ account ចាស់របស់យើងផ្សេងអញ្ចឹងបងប្អូនចុចកន្លែង log into another account នេះមកបាទចុចកន្លែងហ្នឹងបាទ account ហ្នឹងយើងខានប្រើប្រាស់យូរយារមកហើយបាទអញ្ចឹងខ្ញុំអត់យកនៅ account ផ្នែកខាងលើគេដាក់មិញហ្នឹងបាទឥឡូវយើងធ្វើយ៉ាងម៉េចបើ account មួយនោះគឺយើងបានភ្លេចនៅ password របស់វាបាទមានន័យថាយើងភ្លេចដោយតា clip វីដេអូមុនដែលខ្ញុំធ្វើបង្ហាញអញ្ចឹងគឺយើងភ្លេច password យើងភ្លេច email យើងភ្លេចលេខទូរស័ព្ទអញ្ចឹងណាអញ្ចឹងយើងចង់ធ្វើការទាញយកនៅ account ចាស់យកមកប្រើប្រាស់បាទតើយើងត្រូវទាញតាមវិធីណាឬក៏របៀបណាដើម្បីយក account ចាស់នោះមកប្រើប្រាស់វិញបាទអញ្ចឹងបន្ទាប់ទៀតកន្លែងនេះគេឲ្យយើងដាក់លេខទូរស័ព្ទនៅផ្នែកខាងលើនេះគេដាក់ថា mobile number or email បាទហើយមួយទៀតគេដាក់ថា password អញ្ចឹងគេឲ្យយើងបញ្ចូលលេខទូរស័ព្ទឬក៏ email
បន្ទាប់ពីយើងបញ្ចូលរួចរាល់ហើយគឺយើងវាបញ្ចូលនៅ password របស់យើងប៉ុន្តែយើងបានភ្លេចទាំងអស់បាទយើងភ្លេចទាំងអស់យើងភ្លេចទាំងលេខទូរស័ព្ទយើងភ្លេចទាំង email យើងភ្លេចទាំង password អញ្ចឹងយើងអាច log in ចូលទៅក្នុងFacebook នឹងបានទេដោយសារយើងបានភ្លេចទាំងអស់ហើយបាទឥឡូវនៅចំណុចត្រង់នេះគេឲ្យយើងបញ្ចូលលេខទូរស័ព្ទឬក៏ email បាទអញ្ចឹងយើងបានភ្លេច email ហើយលេខទូរស័ព្ទរបស់យើងបានភ្ជាប់ជាមួយនឹង account ចាស់របស់យើងហ្នឹងក៏យើងជប់ប្រើប្រាស់ផងដែរអញ្ចឹងយើងមានតែធ្វើការវាយនៅឈ្មោះ account របស់យើងបញ្ចូលសិនបាទយើងធ្វើការវាយមកអញ្ចឹងខ្ញុំនឹងធ្វើការវាយឈ្មោះបញ្ចូលបាទឥឡូវខ្ញុំធ្វើការវាយឈ្មោះបញ្ចូលរួចរាល់ហើយបាទបន្តមកទៀតខ្ញុំចុចពាក្យថា forgot password ដោយសារយើងមិនអាចដាក់ password បានទេដោយសារយើងភ្លេចបាត់ហើយអញ្ចឹងយើងចុចកន្លែងពាក្យថា forgot password បាទចុចកន្លែងនោះមកបន្តមកទៀតបាទកន្លែងក្នុងប្រអប់ហ្នឹងគឺវាឲ្យយើងវាយលេខទូរស័ព្ទបាទតើយើងវាយ៉ាងម៉េចបើយើងឈប់ប្រើប្រាស់លេខទូរស័ព្ទមួយនឹងហើយបាទមានន័យថាយើងឈប់ប្រើប្រាស់លេខទូរស័ព្ទដែលយើងបានភ្ជាប់ជាមួយនឹង account ចាស់របស់យើងហ្នឹងបាទអញ្ចឹងយើងចុចកន្លែងពាក្យថា search by email instead បាទចុចកន្លែងហ្នឹងបន្តទៀតបងប្អូនធ្វើការបញ្ចូល email តើយើងបញ្ចូលយ៉ាងម៉េចបើ email ហ្នឹងយើងនិយាយថាមិនចាំផងបាទយើងអត់ចាំទេណា email ហ្នឹងយើងអត់ដឹងថា email មួយណាទេនៅក្នុងទូរស័ព្ទដៃរបស់យើងនោះវាមាន email ជាច្រើនអញ្ចឹងយើងវាយឈ្មោះ account Facebook ចាស់របស់យើងមកចូលជាបន្តទៀតបាទធ្វើការវាបញ្ចូលមកបាទឥឡូវយើងវាបញ្ចូលឈ្មោះនៅ account Facebook ចាស់របស់យើងរួចរាល់អស់ហើយបន្តមកទៀតបងប្អូនចុចពាក្យថា find account នេះមកបាទបាទឥឡូវវាបាន load ហើយបាទវា load នេះវា load ឈ្មោះនឹងមកវា load រូប profile account មួយនឹងចេញមកអញ្ចឹងហើយបាទអញ្ចឹងវាជាដៀងនឹងមុនដែរទេប៉ុន្តែបងប្អូនបាច់ copy link ដូចមុនទេបាទក៏មុនខ្ញុំប្រាប់ពីរបៀបទាញយកនៅ account Facebook ចាស់អញ្ចឹងមកប្រើប្រាស់វិញដូចគ្នាប៉ុន្តែយើងធ្វើការ copy link វាប៉ុន្តែឥឡូវនេះយើងបាច់ copy link ទេបាទអញ្ចឹងបន្តទៀតនេះ get code or link via email នេះអញ្ចឹងយើងគ្រីសនៅកន្លែងហ្នឹងមកបាទយើងគ្រីសកន្លែងហ្នឹងនៅ email មួយហ្នឹងបន្ទាប់ទៀតយើងចុចពាក្យថា continue បាទចុចពាក្យថា continue នេះបាទអញ្ចឹងវានឹងផ្ញើសារ SMS មកកាន់ email របស់យើងបាទអញ្ចឹងខ្ញុំក៏បញ្ជាក់ផងដែរសម្រាប់វិធីដែលយើងអាចធ្វើការទាញយកនៅ account Facebook បានលុះត្រាតែយើងមាន email នៅក្នុងទូរស័ព្ទដៃរបស់យើងដែរបាទមានន័យថាទូ email ហ្នឹងយើងបានភ្លេចមានន័យថាយើងចាំអត់បានច្បាស់លាស់ទេដោយសារ email មានច្រើនអញ្ចឹងឥឡូវវាប្រហែលជាផ្ញើលេខកូដមកកាន់ email របស់យើងហើយអញ្ចឹងយើងយកដៃរបស់យើងយើងអូសទាញតម្លាក់តិចមកបាទបើសិនជាយើងធ្វើការអូសមើលទាំងហើយវាអត់បានផ្ញើមកទេបាទបងប្អូនអាចអូនេះប្រហែលជាផ្ញើមកហើយបងប្អូនបាទអញ្ចឹងវានៅត្រង់នេះវាមានលេខ009473បាទ009473
009473បងប្អូនបាទនេះអញ្ចឹងវាបានផ្ញើលេខកូដមកកាន់អ៊ីមែលរបស់យើងហើយបាទអញ្ចឹងបន្ទាប់ទៀតបងប្អូនត្រូវយកលេខកូដហ្នឹងមកវាបញ្ចូលក្នុងប្រអប់ហ្នឹងបាទវាបញ្ចូលក្នុងប្រអប់ហ្នឹងរួចរាល់អស់ហើយបងប្អូនចុចពីថា continue មកបាទចុចពីថា continue ទៅបន្ទាប់ទៀតវាឲ្យយើងបង្កើតនៅ password ថ្មីមួយបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានបង្កើតនៅ password ថ្មីបាទបង្កើតនៅ password ថ្មីរួចរាល់ហើយគឺយើងអាចទាញបានយកនៅ account នឹងបាន 100% ហើយបាទអញ្ចឹងបន្តមកទៀតបងប្អូនធ្វើការបង្កើតនៅ password មកបាទឥឡូវខ្ញុំឧទាហរណ៍account នេះខ្ញុំអត់បាទអញ្ចឹង account នេះខ្ញុំអត់ធ្វើការទាញទេដោយសារខ្ញុំធ្វើការទាញបានវារួចរាល់ហើយអញ្ចឹងខ្ញុំអត់ធ្វើការបង្កើតនៅpassword ថ្មីអីទេបាទអញ្ចឹងខ្ញុំគ្រាន់តែធ្វើបង្ហាញទៅកាន់បងប្អូនពីរបៀបទាញយកនៅ account Facebook ចាស់ៗមកប្រើប្រាស់វិញដោយមិនបាច់ copy link នៅ profile របស់យើងដូចពីមុនទេបាទពីមុនយើងធ្វើការ copy link រួចហើយយើងចូលទៅកាន់ app Chrome ហើយដើម្បីធ្វើការ copy បាទតែឥឡូវអត់ទេយើងគ្រាន់តែវាយឈ្មោះរបស់យើងមកគឺវាអាចទាញយកបានទាញយកបាននៅ account ចាស់នោះមកប្រើប្រាស់បានដូចគ្នាផងដែរបាទអញ្ចឹងក៏សូមអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនាคลิปវីដេអូរបស់ខ្ញុំមួយនេះតាំងពីចំណុចចាប់ផ្ដើមរហូតដល់ទីបញ្ចប់អំពីរបៀបទាញយកនៅ account Facebook ចាស់ៗមកប្រើប្រាស់វិញបាទអញ្ចឹងក៏សូមអរគុណនិងសូមជម្រាបលាបាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ដែលបានវិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតបាទថ្ងៃនេះដែរខ្ញុំនឹងចែកគន្លឹះអំពីរបៀបបង្កើត page នៅលើទូរស័ព្ទដៃបាទបងប្អូនដែលមានទូរស័ព្ទដៃបងប្អូនដែលមានបំណងចង់រកប្រាក់ចំណូលជាមួយនឹង account Facebook របស់យើងបាទអញ្ចឹង account Facebook របស់យើងក៏យើងអាចរើសបានដែរគ្រាន់តែបដូរទៅ professional mode តែយើងរើសបានតែ star ហ្នឹងតើតែគេពេញចិត្តយើងបានគេឲ្យ star យើងបានយើងអាចដូរទៅជាលុយបានបាទប៉ុន្តែបងប្អូនកុំបារម្ភអីយើងអាចបង្កើត page ដើម្បីរកប្រាក់ចំណូលបានដូចគ្នាបាទអញ្ចឹងបន្ទាប់ពីយើងបង្កើត page រួចហើយគឺយើងអាចផុសវីដេអូបានបាទអញ្ចឹងសម្រាប់បងប្អូនដែលថ្មីដែលគាត់មានគោលបំណងចង់រកប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន Facebook រយៈមួយនេះបាទគឺយើងគ្រាន់តែបង្កើត page មកហើយយើងធ្វើការផុសវីដេអូហើយឲ្យគ្រប់គោលការណ៍របស់គេទៅគឺយើងអាចរកប្រាក់ចំណូលបានដែរបាទឥឡូវកុំឲ្យនៅខាតពេលយូរយើងនឹងចូលទៅធ្វើការបង្កើត page ទាំងអស់គ្នាតាមទូរស័ព្ទដៃបាទអញ្ចឹងជំហានដំបូងខ្ញុំឲ្យបងប្អូនចូលមកក្នុង account Facebook របស់យើងមួយសិនមកបាទអញ្ចឹងយើងចុចទៅលើ account Facebook ទៅបាទបន្តមកទៀតវាចូលមកដល់ក្នុង account Facebook ហើយបាទហើយ account Facebook របស់ខ្ញុំមួយនេះដោយសារខ្ញុំបានបង្កើត page 3-4 រួចមកហើយអញ្ចឹងវានឹងបង្ហាញរូប profile នៅផ្នែកខាងលើហើយនឹងមានសញ្ញាត្រី3ហើយបងប្អូនអាចចូលបានមកពីចំណុចបាទចំណុចសញ្ញារូប page នេះគឺយើងចូលមកដល់ដែរឥឡូវយើងចុចទៅលើសញ្ញារូប page នឹងសិនមកបាទយើងចូលមកមើលកន្លែង page របស់យើងបាទ page របស់យើងគឺយើងអាចបង្កើតបានពីរទី1គឺជា page profile ទី2គឺជា page classic បាទអញ្ចឹងកន្លែងនេះវានឹងបង្ហាញបាទនេះឃើញទេបងប្អូនឃើញពាក្យ create នេះអញ្ចឹងបងប្អូនអាចបង្កើតចូលតាមនឹងក៏បានឥឡូវយើងចូលកន្លែងសញ្ញារូប profile ហើយនឹងកន្លែងសញ្ញាត្រី3ហ្នឹងមកតើវាបង្ហាញយ៉ាងម៉េចបាទគឺវានឹងបង្ហាញលក្ខណៈបែបនេះអញ្ចឹងវាមានសញ្ញារូប page អញ្ចឹងបងប្អូនចុចមកលើសញ្ញារូប page ហ្នឹងមកបាទបងប្អូនចុចមកលើសញ្ញារូប page ហ្នឹងទៅបាទបន្តមកទៀតវានឹងបង្ហាញដូចគ្នាបាទមាន page profile និង page classic បាទអញ្ចឹងយើងចូលមកវាបង្ហាញដូចគ្នាទេអញ្ចឹងបន្តមកទៀតបងប្អូនចុចកន្លែងពាក្យថា create នេះបាទដើម្បីយើងធ្វើការបង្កើត page ពេលដែលយើងចុចហើយយើងចុច target started នេះមកបាទអញ្ចឹងយើងចុចពាក្យ target started ដែលមានផ្ទាំងពណ៌ខៀវហ្នឹងបងប្អូនបាទបន្
តមទៀតបងប្អូនដាក់ឈ្មោះ page របស់យើងដែលបងប្អូនពេញចិត្តដែលបងប្អូនស្រឡាញ់ហ្នឹងបាទដាក់ឈ្មោះជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានដែរបាទអញ្ចឹងស្រេចទឹកចិត្តបងប្អូនទេអញ្ចឹងខ្ញុំនឹងធ្វើការដាក់ឈ្មោះដើម្បីបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំធ្វើការឲ្យវាឈ្មោះ page របស់ខ្ញុំចូលបាទអញ្ចឹងខ្ញុំដាក់ជាឈ្មោះអង់គ្លេសខ្ញុំដាក់ថា earn money បាទបន្តទៀតបងប្អូនចុច next ដែលមានផ្ទាំងពណ៌ខៀវនេះមកបាទអញ្ចឹងបន្តទៀតគឺគេឲ្យយើងជ្រើសរើស category នៃ page របស់យើងដែល page របស់យើងហ្នឹងធ្វើអំពីអ្វីអញ្ចឹងយើងជ្រើសរើស category ឲ្យត្រូវនឹង page របស់យើងបាទដែលយើងបង្កើតមកហើយហ្នឹងយើងចង់ធ្វើវីដេអូអំពីការញ៉ាំម្ហូបឬការដើរកម្សាន្តឬក៏ការលេងសៀកឬក៏ផ្លែអីចឹងយើងមានច្រើនបងប្អូនបាទជិះបងប្អូនអាចជ្រើសរើស category ណាមួយដែលបងប្អូនគិតថាត្រូវនឹងអត្ថន័យនៃវីដេអូរបស់យើងបងប្អូនបាទអញ្ចឹងដូចជាខ្ញុំដាក់មិញដាក់ earn money ចឹងប៉ុន្តែវីដេអូរបស់ខ្ញុំចង់ធ្វើពីការវីដេអូ creator ចឹងណាបងប្អូនបាទអញ្ចឹងហ្នឹងធ្វើយ៉ាងម៉េចគឺយើងដាក់ឲ្យវានឹងត្រូវគោលបំណងនៃវីដេអូរបស់យើងតែប៉ុណ្្នឹងបានបាទអញ្ចឹងឥឡូវវាមាន3ដែលគេឲ្យយើងជ្រើសរើសឥឡូវខ្ញុំជ្រើសរើសយកមួយសិនដើម្បីបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាបាទបន្តទៀតបងប្អូនចុចពីបន្តទៀតមកអាផ្ទាំងពណ៌ខៀវហ្នឹងបាទនៅពេលដែលយើងចុចទៅគឺវាបានចេញផ្ទាំងថ្មីបង្ហាញឲ្យយើងទៀតហើយនេះ bio ប្រៀបបាននឹង description ដែរដូចជាគេឲ្យយើងព័ត៌មាននៃ page របស់យើងបងប្អូនបាទអញ្ចឹងឡើងហ្នឹងយើងដាក់សួស្តីឬក៏សូមស្វាគមន៍ដែលបានមកកាន់ page របស់យើងអញ្ចឹងណាបាទអញ្ចឹងឡើងហ្នឹងបងប្អូនរៀបរាប់បន្តិចមកនៃ page របស់យើងហ្នឹងបាទដែលយើងចង់រៀបរាប់ឲ្យគេដឹងថាតើ page របស់យើងហ្នឹងធ្វើអំពីអីដែរបាទហ្នឹងបាទហើយអាកន្លែង bio ហ្នឹងគឺយើងពេញបាច់វែងពេកទេបាទខ្លីល្មមមកបងប្អូនបាទអញ្ចឹងខ្ញុំដាក់ welcome everyone page បាទ page earn money អញ្ចឹងទៅបាទខ្ញុំចង់បង្ហាញឈ្មោះ page ទៅកាន់ audience របស់យើងបាទបន្ទាប់ពីយើងបានបំពេញអាកន្លែងប្រអប់ audience នឹងរួចរាល់ហើយគេឲ្យយើងបំពេញច្រើនទៀតប៉ុន្តែយើងចុចពី next សិនមកបាទអញ្ចឹងបន្ទាប់ទៀតយើងបានបង្កើតរួចរាល់ហើយបន្ទាប់ទៀតគេឲ្យយើងបំពេញរូប profile page របស់យើងហ្នឹងហើយនឹងរូប cover នៅផ្នែកខាងក្រោយនេះបងប្អូនឃើញទេអញ្ចឹងខ្ញុំមិនទាន់ដាក់ទេបាទខ្ញុំមិនទាន់ដាក់នេះបាទអញ្ចឹងកន្លែងហ្នឹងពីរចំណុចហ្នឹងគេឲ្យដាក់អញ្ចឹងខ្ញុំចុច next បន្តទៀតសិនបាទបន្តទៀតកន្លែងនេះគេឲ្យយើងដាក់លេខទូរស័ព្ទតែខ្ញុំអត់ទាន់ដាក់ទេខ្ញុំ skip សិនបាទនេះផ្នែកខាងលើនេះគេឲ្យយើងដាក់លេខទូរស័ព្ទហើយចុច skip រំលងបាទហើយបន្ទាប់ទៀតគេឲ្យយើង add friend បាទអញ្ចឹងយើង add friend 3-4 នាក់មកបាទអញ្ចឹងវីដេអូនេះខ្ញុំធ្វើអត់ឲ្យវែងពេកទេកុំឲ្យយូរអញ្ចឹងខ្ញុំចុចពាក្យ next បន្តទៀតបាទខ្ញុំអត់ទាន់ add ទេប៉ុន្តែបងប្អូនអាច add បានដូចគ្នាបាទបងប្អូនអាច add មក3-4-5 នាក់អញ្ចឹងណាបងប្អូនបាទអញ្ចឹងបន្តទៀតយើងចុចពាក្យ next បន្តពីបងប្អូន add friend រួចរាល់ហើយណាបាទចុចនេះឲ្យមានផ្ទាំងពណ៌ខៀវដែលនៅផ្នែកខាងក្រោមហ្នឹងបងប្អូនបាទឥឡូវយើងចុចពាក្យថា next ហ្នឹងមកបាទអញ្ចឹងវាឲ្យយើងបំពេញបន្តទៀតណាអញ្ចឹងយើងចុចពាក្យថា next
ទៀតទៅបាទឥឡូវយើងបានបង្កើត page មួយបានរួចរាល់ហើយបាទតែប៉ុណ្្នឹងគឺយើងអាចបង្កើតបាន100%បាទឥឡូវនេះយើងចុចប៉ះលេខណាមួយលូតចោលមកបាទឥឡូវនេះយើងចុចពាក្យថា continue មកតែនឹងចុច not now ក៏បានដែរបងប្អូនបាទវាអត់បញ្ហាទេយើងបានបង្កើត page មួយបានជោគជ័យ 100% ហើយប៉ុន្តែ page ដែលខ្ញុំបានបង្កើតនេះខ្ញុំអត់ទាន់បានដាក់ address ទេបងប្អូនសូមអធិស្ឋានដោយសារខ្ញុំធ្វើវីដេអូខ្លីហើយឲ្យលឿនអញ្ចឹងកុំឲ្យបងប្អូនគិតថានៅរៀបរាប់យូរអញ្ចឹងបងប្អូនបាទអញ្ចឹងយើងនឹងជួបគ្នានៅ clip វីដេអូថ្មីបាទអញ្ចឹងដើម្បីយើងដាក់រូប profile បាទឥឡូវយើងបង្កើតហើយអញ្ចឹងយើងនឹងទៅធ្វើការដាក់រូប profile នៅក្នុង page របស់យើងហ្នឹងបាទហើយនឹងរូប cover អញ្ចឹងនៅពេលដែលយើងបានបង្កើតគឺវាចេញលក្ខណៈបែបហ្នឹងបាទអញ្ចឹងឥឡូវខ្ញុំសូមបញ្ជាក់តិចដោយសារ page នេះខ្ញុំបានដូរ location ទៅអាមេរិកអញ្ចឹងនៅពេលដែលយើងបង្កើតទៅវាមានសញ្ញាបូកបាទបើសិនជា page ធម្មតាគឺអត់មានសញ្ញាបូកទេបងប្អូនបាទឥឡូវខ្ញុំនឹងធ្វើការបង្ហាញដាក់រូប profile នៅលើ page របស់យើងហ្នឹងបាទអញ្ចឹងយើងចុចសញ្ញាកាមេរ៉ាហ្នឹងមកខ្មៅហ្នឹងបងប្អូនបាទតទៅទៀតយើងជ្រើសរើសបាទយើងចុចកន្លែងselect ខ្ញុំយករូបមួយដើម្បីយើងជ្រើសរើសបាទរូបភាពមួយយើងបានដាក់មកក្នុងរូប profile របស់យើងឥឡូវយើងសេរីរូបនេះសិនរើសចុចមួយមកតទៅទៀតយើងចុច save មកបងប្អូនបាទនេះអាផ្ទាំងលើដែលមានពណ៌ខៀវហ្នឹងអញ្ចឹងបងប្អូនចុច save មកគឺវាចូលទៅក្នុងរូប profile របស់យើងហ្នឹងបាទអញ្ចឹងបងប្អូនចុចពាក្យ save ហ្នឹងមកណាអញ្ចឹងទីវាលោតឡើងអក្សរ E ហ្នឹងបងប្អូនវាលោតឡើងអក្សរ E ចាំបងប្អូនរងចាំតិចសិនបាទនេះគឺវាលោតមកហើយបាទអញ្ចឹងវាបានចូលមកហើយបន្តទៀតបងយើងដាក់កន្លែងរូប cover នៅខាងក្រោយរូប profile របស់យើងចុចអាសញ្ញារូបកាមេរ៉ានៅដដែលមកបាទអញ្ចឹងយើងចុចសញ្ញារូបកាមេរ៉ាពណ៌ខ្មៅហ្នឹងបាទអញ្ចឹងបន្តទៀតបងប្អូនមើលអាកន្លែងពាក្យថា create cover collect ហ្នឹងមកបាទចុចលេខហ្នឹងមកយករូបមួយខ្ញុំឲ្យទៅមកពាក្យថា cover ចុចលេខនេះបាទអញ្ចឹងកន្លែងហ្នឹងយើងចុចជ្រើសរើសបាទចុចជ្រើសរើសមកបាទអញ្ចឹងកន្លែងហ្នឹងប្រហែលជាវាឲ្យយើងជ្រើសរើស2រូបភាពជួនកាលអាចទៅជា6រូបភាពក៏មានតែប៉ុន្តែយើងនិយាយតែ2រូបភាពបានណាដោយសារមួយហ្នឹងវាអត់ពេញវាអត់ពេញនៅក្នុងអារូប cover ខាងក្រោយរូប profile របស់យើងតទៅទៀតចុចលេខហ្នឹងមកហើយបន្តទៀតយើងចុចដានហ្នឹងមែនយើងចុចដានទៅតទៅទៀតយើងចុច save មកបាទ save ដើម្បីឲ្យវាអ្នកលោតមកនៅខាងក្រោយរូប profile របស់យើងនេះបាទឃើញទេបងប្អូនបាទគឺវាលោតមកហើយបាទតែប៉ុណ្ណឹងយើងបានបង្កើតបានជោគជ័យ 100% ហើយបាទអញ្ចឹង clip វីដេអូក្រោយខ្ញុំនឹងបង្ហាញរបៀបដាក់គេហៅថាទីតាំង page របស់យើងហើយនឹងទីតាំងហើយនឹង address ហ្នឹងវាដូចគ្នាឯងគ្រាន់តែមួយជាភាសាអង់គ្លេសហៅ address ភាសាខ្មែរយើងគេហៅថាទីតាំងហ្នឹងណាបាទអញ្ចឹង clip វីដេអូនេះខ្ញុំអត់បានបង្ហាញរបៀបដាក់ address ទេអញ្ចឹងបងប្អូនអាចរងចាំទស្សនានៅ clip វីដេអូបន្ទាប់ខ្ញុំនឹងធ្វើការបង្ហាញរបៀបដាក់ទីតាំង page បាទសូមអរគុណ